ចាសួស្តីបងប្អូនទាំងអស់គ្នាចេញវីដេអូអួតកូនទៀតហើយបងប្អូនចាឃើញទីតាំងក៏ដឹងដែរថាថ្ងៃនេះគឺបយមកទទួលបានសរសើរសិស្សពូកែនៅក្នុងថ្នាក់ទៀតហើយបងប្អូននៅក្នុងថឺមទី3កាលពីថឺមទី2គឺបយអត់បានទទួលទេដោយសារតែបយឈឺត្រូវគេងពេទ្យហើយឈប់រយៈពេល2សប្តាហ៍ហ្នឹងហើយអញ្ចឹងទៅអត់បានជាប់ចំណាត់ថ្នាក់នៅក្នុងចំណោម3នាក់នៅក្នុងថ្នាក់ទេតែខ្ញុំដឹងថាកូនខ្ញុំពូកែហើយឆ្លាតកាលពីថឺមទី2ហ្នឹងគឺពិន្ទុរបស់គាត់គឺ A ទាំងអស់ B តែមួយទេតែដោយសារតែអវត្តមានយើងគឺឈប់ច្រើនពេកគឺពិបាកនៅក្នុងការថាឲ្យជាប់ចំណាត់ថ្នាក់ដែរអញ្ចឹងណាអញ្ចឹងគឺនៅក្នុងថឺមទី3នេះគឺគាត់នៅតែមានមុខមកទទួលបានសរសើរដដែលហើយនៅក្នុងការរៀនបកាយនឹងបានបន្ទូលល្អក៏រួមចំណែកដ៏ធំបំផុតគឺប៉ាប៉ាតែងតែត្រួតពិនិត្យរាល់កិច្ចការផ្ទះហើយនឹងបង្រៀនបន្ថែមរៀងរាល់ពេលល្ងាចអរគុណប៉ាប៉ាហើយក៏អរគុណកូនដែលតែងតែស្ដាប់គ្រូនិងស្ដាប់គប់ប៉ាម៉ាក់ទើបកូនឆ្លាតហើយរៀនបកាយសូមអ្នកអាណាព្យាបាលត្រៀមខ្លួនដើម្បីថតរូបជាមួយកូននៅពេលដែលខ្ញុំបានប្រកាសហៅឈ្មោះកូនរបស់លោកអ្នកព្យាបាលសិស្សឈ្មោះលំច័ន្ទតារាយុទ្ធ